ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានលើកយករឿងមួយរឿងសម្រាប់សម្រាយចែកជូនទាំងអស់គ្នាដើម្បីកម្សាន្តរឿងនេះដែរមានចំណងជើងថាប៉ូលីសបង្កប់ក្នុងក្រុមសង្គមងឹតដែលជាសាច់រឿងមួយល្អមើលមែនតើដែលបង្ហាញពីប៉ូលីសម្នាក់នឹងបានទៅធ្វើបេសកកម្មនៅក្នុងសង្គមងឹតបីកម្ចាត់ក្រុមនេះចេញពីសង្គមចឹងដែរដើម្បីឲ្យយើងទាំងអស់គ្នាទស្សនាឬក៏បានយល់សាច់រឿងទាំងមូលបងប្អូនអាចចូលរួមទស្សនាទាំងអស់គ្នាខ្ញុំនឹងសម្រាប់ចែកជូនបងប្អូនសម្រាប់កាយកម្សាន្តទៅពេលអត់សក់នៅសាច់រឿងបែបសង្ខេបខ្លីដូចតទៅនេះរឿងនេះដែរបានចាប់ផ្ដើមឡើងនៅក្នុងឡានមួយដែលមានមេប៉ូលីសម្នាក់នឹងបានមកចរចាជាមួយនឹងកូនចៅគាត់ម្នាក់ឈ្មោះរ៉ាម៉ាដែលជាប៉ូលីសមួយដែលមានក្បាច់គុណយ៉ាងល្អសម្រាប់ឲ្យគេធ្វើបេសកកម្មនៅក្នុងក្រុមសង្គមងឹតមួយហើយគាត់ក៏បានផ្ដល់រូបថតជាសន្លឹកដើម្បីឲ្យគេស្គាល់ពីក្រុមទាំងអស់នេះដើម្បីធ្វើចូលទៅគេងាយស្រួលដឹងពីសមត្ថភាពពួកក្រុមអស់ទាំងនេះក្រោយពីចរចាចាប់គេគឺបានត្រឡប់ទៅផ្ទះវិញរួចគឺបានទៅអុជធូបនៅបងប្រុសរបស់គេបានស្លាប់ដោយសារក្រុមពួកនេះនឹងបានជួបនឹងប្រពន្ធកូនឬក៏ពុកគេដើម្បីប្រាប់ពីរឿងរ៉ាវដែលគេនឹងទៅធ្វើបេសកកម្មនៅក្នុងគុកមួយដែលត្រូវបង្កប់ខ្លួនដើម្បីឆ្លៀតឱកាសដើម្បីចូលចិត្តក្រុមកូនរបស់ក្រុមមេគ្រឿងញៀនដ៏ធំមួយដើម្បីបន្លំខ្លួនចូលទៅក្នុងក្រុមនោះនិយាយចប់នៅថ្ងៃបន្ទាប់គេក៏បានចូលទៅនៅក្នុងគុកនោះបានសម្រេចតាមរយៈខ្សែបណ្ដាញរបស់ប៉ូលីសហើយនៅក្នុងគុកនេះគេក៏ត្រូវបានក្រុមអ្នកដែលជាប់គុកបានធ្វើការវាយតប់គេយ៉ាងច្រើនអ្នកដោយគេជាមនុស្សចូលថ្មីចឹងហើយធ្វើឲ្យក្រុមគេធ្វើការវាយតប់ទៅលើគេយ៉ាងខ្លាំងនៅក្នុងបង្គន់ទឹកមួយដោយគេតែម្នាក់ឯងគេអាចតទល់ជាមួយនឹងអ្នកជាប់គុកក្នុង10 20 30នាក់លុះព្រឹកឡើងរ៉ាម៉ាក៏បានធ្វើដំណើរចូលក្នុងផ្ទះបាយដើម្បីបរិភោគអាហារដែលបានជួបនឹងក្រុមដែលធ្លាប់វាយតប់គ្នាកាលពីយប់មិញធ្វើឲ្យពួកគេនឹងបានមកចរចាជាមួយនឹងរ៉ាម៉ាផងដែរតែមានលោកយូកូងជាមេក្រុមដែលឃើញគេមានសមត្ថភាពអញ្ចឹងដើម្បីឲ្យយកក្រុមរបស់គេតែទោះចរចាយ៉ាងណាធ្វើឲ្យរ៉ាម៉ាក៏គាត់មិនព្រមចូលរួមក្រុមជាមួយនឹងលោកយូកូផងដែរនៅវេលាថ្ងៃមួយពួកអ្នកទោសទាំងអស់គឺបានអង្គុយលេងនៅក្នុងសម្យាបនៅក្នុងគុកនៅមុខនឹងទីលានលេងបាល់បោះមួយស្រាប់តែក្រុមមួយទៀតនោះគេបានធ្វើសកម្មភាពមកសម្រាប់លោកយូកូប៉ុន្តែធ្វើឲ្យរ៉ាម៉ារបស់យើងបានដឹងពីសកម្មភាពឬក៏តម្រុយពួកនេះមុនពេលដែលពួកនេះចូលដើរមកតម្រង់លោកយូកូធ្វើឲ្យគេនឹងភ្លេចខ្លួនធ្វើឲ្យរ៉ាម៉ារបស់យើងក៏បានយកដំបងហ្នឹងវាយតប់ទៅលើពួកគេដែលពួកគេហ្នឹងទទួលការរងនៅការវាយប្រហារពីរ៉ាម៉ាហើយបន្ទាប់មកពួកគេក៏ចាប់ផ្ដើមធ្វើការវាយបន្តគ្នារវាងក្រុមទាំងពីរដើម្បីសម្លាប់លោកយូកូប៉ុន្តែត្រូវបានរ៉ាម៉ាក៏អាចចូលរួមជួយសង្គ្រោះគាត់ផងដែរធ្វើឲ្យក្រុមទាំងពីរចាប់ផ្ដើមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងគុកកាត់ភ្លៀងកាត់អីយ៉ាងហើយប៉ូលីសក៏ចាប់ផ្ដើមប្រកាសអាសន្ននៅក្នុងគុកផងដែរពួកគេក៏ធ្វើការប្រយុទ្ធគ្នានៅក្នុងពួកមេកំពង់ភ្លីនឹងបែកម៉ាំទាំងអស់ហ្នឹងគឺពិតជាមានភាពសាហាវមែនតើតែម្នាក់ៗហ្នឹងគឺបានអ្វីមួយក្នុងដៃមានដបមានក្បិតមានអីមានដំបងវាយគ្នាបែកមុខបែកមាត់បែកក្បាលធ្វើឲ្យពួកគេនឹងធ្វើការវាយប្រយុទ្ធយ៉ាងខ្លាំងក្លាហើយប៉ូលីសក៏បានផ្អែលមកទាំងកងផងដែរសម្រាប់ជួយធ្វើអន្តរាគមន៍ធ្វើអហិង្សាទេគឺចូលមកគឺវាយទាំងប៉ូលីសទាំងអ្នកទោសផងដែរហើយអ្នកខ្លះក៏បានឆ្លៀតឱកាសក្នុងការរត់គេចផងដែរហើយពួកគេគឺមានគោលដៅធំគឺសម្រាប់លោកយូកូដែលក្រុមផ្សេងទៀតហ្នឹងគឺគេបានបញ្ជាមកពីខាងក្រៅដើម្បីឲ្យសម្រាប់លោកយូកូដែលជាកូនមេមួយដែលនៅខាងក្រៅដែលមានឥទ្ធិពលខ្លាំងបន្ទាប់មកឆ្លងកាត់ការប្រយុទ្ធគ្នាមួយសបកធំមកធ្វើឲ្យក្រុមប៉ូលីសក៏បានមកក្រាបពួកអ្នកទោសទាំងអស់ដែលបានធ្វើការវាយប្រយុទ្ធគ្នាបានជោគជ័យហើយលោកយូកូក៏បានយល់ពីលោករ៉ាម៉ាដែលបានជួយគាត់ផងដែររយៈពេល2 ឆ្នាំកន្លងមករ៉ាម៉ាត្រូវបានចេញពីគុកដែលមានការអន្តរាគមន៍ពីលោកយូកូក៏បានមកទទួលគេផងដែររួចក៏បាននាំគេទៅផ្ទះរបស់គាត់នៅចំណែកឯនៅផ្ទះរបស់គាត់ឪពុករបស់គាត់គឺកំពុងតែប្រជុំជាមួយនឹងពួកជប៉ុនផងដែរពេលដែលគេធ្វើដំណើរទៅដល់ធ្វើឲ្យលោកបាំងអ៊ុនក៏បានទទួលស្វាគមន៍គេយ៉ាងកក់ក្ដៅផងដែរពីព្រោះគេក៏បានជួយសង្គ្រោះកូនរបស់គាត់រួចក៏បានរៀបចំផ្លាស់ខោអាវរៀបចំខ្លួនរ៉ាម៉ាហ្នឹងដើម្បីឲ្យគេហ្នឹងចូលក្រុមរបស់ពួកគាត់ផងដែរតទៅពីរៀបចំចូលក្រុមរួចធ្វើឲ្យរ៉ាម៉ាទៅសម្រាកគេគឺបានទៅជួបប្រពន្ធរបស់គេនៅឯផ្ទះបានប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនអំពីគេផងដែរហើយបន្ទាប់មកទៀតធ្វើឲ្យក្រុមរបស់លោកយូកូនោះក៏បាននាំកូនចៅរបស់គេទៅទារផាស៊ីមួយកន្
ន្លែងដែលជាកន្លែងបង្កើតវីដេអូរឿងអាភាសជាដើមគឺដើម្បីយកភាសាប្រចាំខែប្រចាំថ្ងៃចឹងទៅគ្នាយើងក្រោយពេលទៅដល់ពួកគេគឺប្រមាណបង់ថ្លៃឲ្យគ្រប់គ្រាន់ទេដោយពួកគេនឹងធ្វើលើសនៅគេហៅថាបរិមាណឬក៏លើសព្រំដែនដែលក្រុមគេនឹងបានកំណត់តមកពួកគេគឺមិនឲ្យព្រមថ្លៃការពារលើសទេបន្ទាប់ពីនោះមកពួកគេក៏ចាប់ផ្ដើមសង្ស័យដាក់គ្នារួចក៏ធ្វើការវាយប្រយុទ្ធគ្នានៅគណៈនោះតែម្ដងតែធ្វើឲ្យក្រុមរបស់ពួកគេនឹងគឺមិនអាចតទល់ជាមួយនឹងក្រុមរបស់លោកយូកូបានទេដោយសារពួកគេគឺសុទ្ធតែមានកូនចៅខ្លាំងពូកែដូចជារ៉ាម៉ូឬក៏អេកាជាដើមធ្វើឲ្យពួកគេនឹងគឺបានជ័យជំនះរួចក៏បានយកលុយរ៉ាមកឲ្យឪពុករបស់គេដែលជាលោកបាំងអូននឹងធ្វើឲ្យឪពុករបស់គេគឺមានការកោតសរសើរយ៉ាងខ្លាំងចំពោះគេរួចក៏បានឲ្យលុយគេមួយដុំដើម្បីធ្វើការកំសាន្តតមកគេគឺបាននាំរ៉ាម៉ាទៅចូលច្រៀងក្រៅអូខេនៅក្នុងក្លឹបមួយតមកពេលកំពុងតែច្រៀងសប្បាយធ្វើគេមានការខលទូរស័ព្ទគេក៏បានដើរចេញពីទីនោះជាឱកាសធ្វើឲ្យរ៉ាម៉ានឹងគឺបានយកឧបករណ៍តាមដានដាក់ចូលក្នុងកាបូបលុយរបស់គេផងដែរតមកធ្វើគេប្រមាណដឹងរឿងនោះឡើយចំណែកឯឪពុករបស់គេគឺបានមកជួបជាមួយលោកខូសូដែលមានសក់វែងរួញដែលជាកូនចៅចំណិតដែលមានក្បាច់គុណយ៉ាងខ្លាំងពូកែមកជួបនិយាយជាមួយនឹងគាត់ផងដែរដើម្បីឲ្យគាត់ទៅសម្លាប់ក្រុមផ្សេងទៀតដែលធ្វើការប្រឆាំងជាមួយនឹងក្រុមរបស់គាត់ផងដែរពេលដែលគាត់ធ្វើដំណើរទៅក៏កំហុសបាយរួចក៏បានឃើញក្រុមនោះមកបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការវាយប្រយុទ្ធទៅលើកូនចៅដែលប្រឆាំងនឹងក្រុមរបស់គាត់បានសម្រេចដោយសារគេមានក្បាច់គុណខ្លាំងពូកែអញ្ចឹងពួកទាំងអស់នោះមិនមែនជាដៃគូរបស់គាត់ឡើយធ្វើឲ្យគាត់នឹងសម្លាប់អស់តែម្ដងនិយាយពីលោកយូកូគាត់ក៏បានមកតាក់ទងដោយសម្ងាត់ជាមួយនឹងក្រុមរបស់លោកអូនយ៉ាដែលជាក្រុមសង្គមងឹតមួយដែលមានឥទ្ធិពលនៅក្នុងនេះផងដែរក្រោយមកគាត់ក៏បាននិយាយឲ្យកូននឹងក្បត់ឪពុករបស់គាត់ទៅចាំគាត់នឹងជួយតាមក្រោយក្រោយការនិយាយមកគាត់ក៏បានលួងលោមយូកូរួចក៏បានឲ្យយកអ្នកទោសជាច្រើនអ្នកដែលបានសម្លាប់គាត់ពេលដែលគាត់ជាប់គុកនឹងសម្ដីឲ្យគាត់នឹងសម្លាប់សងសឹកពេលនោះដែរធ្វើឲ្យអ្នកនៅខាងក្រៅរងចាំគាត់ហ្នឹងគឺរ៉ាម៉ាគឺបានស្ដាប់នៅសកម្មភាពទាំងឡាយជាសម្លេងដែលគាត់ដាក់ខ្សែអាត់តាមដានផងដែរកាសនោះដែរធ្វើឲ្យយូកូងក៏បានទៅសម្លាប់ពួកនោះដោយអាកកជាច្រើនអ្នកសម្លាប់អស់ផងដែរពេលសម្លាប់អស់ហើយធ្វើឲ្យគេហ្នឹងក៏បានចេញដំណើរមកវិញផងដែរប៉ុន្តែត្រូវបានលោករ៉ាម៉ាហ្នឹងតាមដានរហូតតទៅពីចេញមកធ្វើឲ្យលោករ៉ាម៉ាក៏បានទៅជួបជាមួយនឹងគេវិញផងដែរហើយក៏បាននៅតាមដានរាល់សកម្មភាពទាំងឡាយរបស់លោកយូកូជាមួយនឹងក្រុមរបស់លោកអូនយ៉ាដែលជាតាខណ្ឌទេច្រត់នោះផងដែរចំណែកឯលោកខូសូក៏បានណាត់ជួបប្រពន្ធគាត់នៅក្នុងឱកាសនេះផងដែរដើម្បីយកថវិកាឲ្យប្រពន្ធគាត់សម្រាប់ចិញ្ចឹមប្រពន្ធកូនរបស់គាត់អញ្ចឹងផងដែរក្រោយមកគាត់ក៏បានធ្វើដំណើរទៅជួបជាមួយនឹងលោកយូកូនៅក្នុងក្លឹបមួយផងដែរដែលលោកយូកូគឺបាននាំធាតុករច្រើនមកសម្រាប់លោកផងដែរទៅពេលដែលជប់ស្ងាត់បាត់ក្លឹបទៅធ្វើឲ្យក្រុមធាតុកររបស់លោកយូកូនាំមកក៏បានធ្វើការវាយប្រយុទ្ធជាមួយនឹងលោកខូសូផងដែរប៉ុន្តែពួកគេមិនមែនជាដៃគូរបស់លោកខូសូឡើយព្រោះគាត់នឹងសម្លាប់អស់រលីងក្រោយពីសម្លាប់អស់ហើយពេលចេញទៅក្រៅធ្វើឲ្យលោកខូសូក៏បានជួបនឹងជើងខ្លាំងកូនចៅរបស់លោកអ៊ុនយ៉ាផងដែរហើយធ្វើឲ្យលោកមាត់ហ្នឹងក៏បានសម្លាប់លោកខូសូនៅក្នុងគណៈនោះផងដែរធ្វើឲ្យគាត់មិនអាចតដៃបានឡើយដោយសារគាត់នឹងត្រូវបានគេវាយប្រហារជាច្រើនអ្នកកន្លងមកហើយចំពោះការស្លាប់របស់លោកខូសូត្រូវបានលោកយូកូងយកមកជាលេសមកប្រាប់ឪពុកថាការស្លាប់របស់គេនេះគឺដោយសារតែពួកក្រុមគាត់បំពេញមកលើក្រុមរបស់ខ្លួនប៉ុន្តែត្រូវបានឪពុកនឹងបដិសេធបន្ទាប់មកពួកយូកូនឹងគឺមានការខឹងសប្បាយជាមួយឪពុកយ៉ាងខ្លាំងរួចបានចេញទៅបាត់រួចគេក៏បានខលទៅលោកអ៊ុនយ៉ាថាផែនការទី1របស់គាត់នឹងត្រូវបានបរាជ័យហើយពេលនោះដែរធ្វើលោកអ៊ុនយ៉ាគឺបានបញ្ជាកូនចៅរបស់ខ្លួនដែលមានសមត្ថភាពខ្លាំងៗហ្នឹងទៅកាប់សម្លាប់ក្រុមជប៉ុននៅក្នុងទឹកដីនេះផងដែរដើម្បីបង្កើតបានជាភាពចលាចលដើម្បីទម្លាក់កំហុសរឿងរ៉ាវទាំងអស់នេះធ្វើឲ្យមានការបែកបាក់រវាងក្រុមលោកបាងអ៊ុននិងក្រុមជប៉ុនផងដែរក្រោមការចាក់ចោចឬក៏ធ្វើសកម្មភាពខាងក្រៅរបស់លោកអ៊ុនយ៉ាជាមួយលោកយូកូផងដែរពេលនេះដែរក្រុមរបស់គេគឺបានចេញទៅកាប់សម្លាប់របស់ក្រុមជប៉ុនគ្រប់ទីកន្លែងដែលមានជើងខ្លាំងរបស់គាត់3នាក់ដើម្បីធ្វើសកម្មភាពនេះទី1គឺកញ្ញាប៉ែប៉ែនតាទី2លោកកាន់ដំបងវេកូនគោទី3គឺលោកពុកមាត់គឺគាត់ធ្វើសកម្មភាពប្រងគ្នាតែម្ដងក្នុងថ្ងៃតែមួយដើម្បីធ្វើការ
កម្មកាប់សម្លាប់របស់ពួកក្រុមជប៉ុនដើម្បីបង្កើតជាចលាចល សកម្មភាពរបស់អ្នកទាំង3ត្រូវបានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ការចេញធ្វើសកម្មភាពលើកនេះនិយាយពីរាមាគេធ្វើដំណើរតាមផ្លូវរួចគេក៏បានឡើងជិះលើតាក់ស៊ីក៏ត្រូវបានក្រុមប៉ូលីសមួយក្រុមតាមសម្រាប់គេផងដែរហើយក៏បានវាយប្រហារគេនៅក្នុងឡានតាក់ស៊ីនោះបន្ទាប់មកធ្វើឲ្យគេនឹងបើកឡានតាក់ស៊ីឡើងប្រហាប់ប្រភីងផងដែរសម្រាប់គេចខ្លួនចេញពីក្រុមប៉ូលីសប៉ុន្តែពួកគេគឺតាមដេញពីក្រោយរហូតពេលដែលគេបើកឡានទៅក៏បានបុកទប់ជាមួយនឹងក្បែរហាងមួយពួកប៉ូលីសក៏បានដេញសម្លាប់គេទៀតរួចគេក៏បានធ្វើដំណើររត់ចូលទៅក្នុងហាងនោះផងដែរតមកគេក៏ធ្វើការវាយប្រយុទ្ធជាមួយនឹងពួកក្រុមប៉ូលីសនោះរួចក៏សម្លាប់ក្រុមប៉ូលីសនោះអស់រលីងចំពោះស្ថានភាពការកាប់សម្លាប់គ្នារវាងក្រុមទាំងពីរធ្វើឲ្យក្រុមជប៉ុននិងក្រុមរបស់លោកបាងអ៊ុនក៏បានមកជួបជុំគ្នាដើម្បីដោះស្រាយផងដែរប៉ុន្តែត្រូវបានលោកបាងអ៊ុនបដិសេធថាគាត់មិនបានធ្វើសកម្មភាពទាំងអស់នេះឡើយហើយគាត់ក៏បានសុំទោសពួកជប៉ុនផងដែរព្រោះរឿងរ៉ាវដែលបានកើតឡើងបន្ទាប់មកពួកគេក៏បានបែកគ្នាទៅនិយាយពីរាមាវិញគេត្រូវរបួសយ៉ាងខ្លាំងក្រោយពីក្រុមប៉ូលីសបានសម្លាប់រួចក៏បានទេសួរមេរបស់គេហេតុអីអង្គជាប៉ូលីសតាមសម្លាប់គេយ៉ាងនេះប៉ុន្តែត្រូវបានមេគេនឹងមិនបាននិយាយអ្វីនោះឡើយរួចក៏បានបិទទូរស័ព្ទនិយាយពីឪពុកនិងកូនត្រូវបានឆ្លោះគ្នាអំពីរឿងរ៉ាវនេះផងដែរដោយសារឪពុកនឹងសង្ស័យទៅលើយូកូអំពីរឿងរ៉ាវទាំងអស់នេះគាត់ក៏បានធ្វើការវេដំទៅលើយូកូនិងស្ដីបន្ទោសយ៉ាងខ្លាំងខណៈនោះដែរកំពុងតែធ្វើសកម្មភាពបែបនេះស្រាប់តែក្រុមរបស់លោកអ៊ុនយ៉ាតាឈើច្រត់ក៏បានធ្វើដំណើរមកដល់ពេលធ្វើដំណើរមកដល់គាត់ក៏បានមានគេហៅថាកម្លាំងមកពីខាងក្រៅដើម្បីជួយធ្វើឲ្យយូកូក៏បានលើកកំភ្លើងបាញ់ទៅលើឪពុករបស់ខ្លួនស្លាប់នៅក្នុងគណៈនោះផងដែររួចក៏បានបាញ់បំបាក់ជើងទៅលើលោកអេកាផងដែរពេលដែលពួកគេកំពុងសម្លាប់គេថែមទៀតស្រាប់តែគណៈនោះធ្វើឲ្យរាមារបស់យើងក៏ធ្វើដំណើរទៅដល់រួចក៏បានធ្វើការវាយប្រយុទ្ធទៅលើក្រុមរបស់លោកយូកូនិងក្រុមរបស់លោកអ៊ុនយ៉ាដោយសារតែរាមាគេទៅមានរបួសថ្មីគេមិនអាចប្រកួតជាមួយលោកពុកមាត់បានឡើយត្រូវបានលោកពុកមាត់នឹងវាយឲ្យសម្លាប់ផងដែររួចពួកគេក៏បានបញ្ជាឲ្យគេនឹងយករាមាទៅសម្លាប់ផងដែរពួកគេក៏បានយករាមាទៅដាក់លើឡានរួចក៏បើកចេញទៅតាមដងផ្លូវដើម្បីយកទៅសម្លាប់គណៈនោះដែរធ្វើឲ្យលោកអេកាក៏បានបើកឡានទៅតាមជួយរាមាផងដែរហើយក៏កើតមានការវាយប្រតបបាញ់សម្លាប់គ្នានៅតាមដងផ្លូវធ្វើឲ្យមានភាពរញ៉េរញ៉ៃនិងរន្ធត់យ៉ាងក្រៃលែង
នៅទីបញ្ចប់ពួកគេក៏បានជួយគ្នាបានសម្រេចរួចក៏បានសម្លាប់ពួកនឹងអស់រលីងរួចពួកគេក៏បានដឹកគ្នាទៅជួបគ្នានៅក្នុងអគារបាក់បែកមួយកន្លែងរួចក៏ទុកអេកាចោលនៅទីនោះហើយរាមាក៏បានធ្វើដំណើរទៅជួបជាមួយនឹងក្រុមរបស់លោកអ៊ុនយ៉ានិងលោកយូកូផងដែរដើម្បីធ្វើការទៅកាប់សម្លាប់ពួកនោះនៅទីនោះតែម្ដងរាមាហ្នឹងគឺបានបើកឡានមកបំពុកវាចូលនៅក្នុងទីនោះតែម្ដងរួចក៏បានធ្វើការវាយប្រយុទ្ធជាមួយនឹងកូនចៅរបស់ពួកគេផងដែរពួកគេធ្វើការវាយប្រយុទ្ធគ្នាយ៉ាងសស្រាក់សស្រាំនៅខណៈនោះផងដែរប៉ុន្តែពួកគេនឹងប្រយុទ្ធយូរទៅពួកគេគឺមិនមែនជាដៃគូរបស់រាមាបានឡើយព្រោះរាមាសម្លាប់ពួកកូនចៅរបស់លោកអ៊ុនយ៉ានអស់រលីងតបមកគេក៏បានរត់ឡើងទៅលើផងដែរដែលនៅខាងលើពួកគេកំពុងតែប្រជុំជាមួយលោកយូកូនិងប៉ូលីសផងដែរហើយកូនចៅរបស់គេក៏បានប្រាប់ថារយៈរាមាគឺធ្វើដំណើរមកហើយតមកពួកឲ្យលោកអ៊ុនយ៉ានក៏បានបញ្ជាកូនចៅគេជើងខ្លាំងពី3នាក់ហ្នឹងដើម្បីទៅទប់ស្កាត់ផងដែរពួកគេមានការភ័យរញាត់ញ័ររួចក៏បានធ្លាក់ឈើច្រត់រួចក៏អោនទៅរើសឈើច្រត់នោះត្រាប់តែធ្វើឲ្យយូកូក៏បានមើលឃើញសាក់ដៃរបស់លោកអ៊ុនយ៉ាផងដែរគាត់ក៏បានសន្និដ្ឋានថាលោកអ៊ុនយ៉ាគឺជាមេខ្លោងធាតុកសម្រាប់គេការគេនៅក្នុងគុកនោះផងដែររីឯរាមាក៏បានរត់ចូលមកវាយកូនចៅរបស់ពួកគេរួចក៏បានជួបនឹងកញ្ញាពាក់វ៉ែនតាជាមួយដៃគូរបស់គេរួចក៏ធ្វើការប្រយុទ្ធគ្នានៅទីនោះប្រយុទ្ធគ្នារវាងអ្នកទាំង3ធ្វើឲ្យរាមានឹងសម្លាប់ពួកគេទាំងពីរនឹងបានសម្រេចរួចក៏ធ្វើដំណើរទៅជួបនឹងពូពុកមាត់វែងទៀតរួចក៏ធ្វើការប្រយុទ្ធគ្នានៅក្នុងផ្ទះបាយនោះធ្វើឲ្យគេទាំងពីរនឹងចេញក្បាច់យ៉ាងល្អផងដែរប៉ុន្តែការប្រកួតគេមួយរយៈធំក្រោយមកធ្វើឲ្យពួកគេនឹងប្រកួតគ្នាយ៉ាងស្វិតស្វាញពុំមានអ្នកណាឈ្នះមានអ្នកណាចាញ់ឡើយប៉ុន្តែដោយសារតែទេពកោសល្យធ្វើឲ្យរាមារបស់យើងនឹងធ្វើការប្រយុទ្ធទៅគឺគាត់ក៏បានជ័យជំនះលើពូពុកមាត់វែងធ្វើឲ្យគាត់នឹងសម្លាប់ពូពុកមាត់វែងនៅក្នុងគណៈនោះផងដែរធ្វើឲ្យគាត់ទទួលបានជោគជ័យរួចក៏បានធ្វើដំណើរឡើងទៅលើបន្តទៅទៀតពេលឡើងទៅដល់គេក៏បានសម្លាប់អ្នកយាមរួចលោកអ៊ុនយ៉ាក៏បានយកកំភ្លើងបាញ់គេផងដែរប៉ុន្តែគេក៏បានគេចរួចនៅក្នុងគណៈនោះផងដែរប៉ុន្តែលោកយូកូងក៏បានយកកំភ្លើងបាញ់គេនិងបាញ់លោកអ៊ុនយ៉ាស្លាប់នៅក្នុងគណៈនោះផងបន្ទាប់មកធ្វើឲ្យរាមារបស់យើងក៏បានលោតមកចាក់សម្លាប់ទៅលើលោកយូកូធ្វើឲ្យលោកយូកូស្លាប់នៅក្នុងពេលនេះដោយសារតែភាពប៉ិនប្រសប់របស់គេចំណែកគេក៏បានមេរបស់គេក៏បានធ្វើដំណើរមករកគេផងដែរពេលគេធ្វើដំណើរចេញទៅក្រៅក៏បានជួបក្រុមនឹងពួកជប៉ុនប៉ុន្តែពួកជប៉ុនគេមិនបានធ្វើអ្វីទេគ្រាន់តែគេកោតសរសើរគេហើយមេគេក៏បានមកទទួលគេផងដែរហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះធំអានេះពី